បាទសូមគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់ដែលនិយមតាមដានវីដេអូរបស់រូបខ្ញុំបាទថ្ងៃនេះខ្ញុំបាទសូមធ្វើជាវីដេអូមួយបង្ហាញអំពីការរៀបចំអំពូលសម្រាប់កម្ដៅដល់កូនមាន់ដែលទើបនឹងញាស់បាទដូចបងប្អូនស្រាប់ហើយថាដូចបងប្អូនដឹងស្រាប់ហើយថាកូនមាន់ដែលទើបនឹងញាស់យើងអាចយកចេញពីទូកញាស់មកបានហ្នឹងគឺវាត្រូវការកម្ដៅព្រោះកូនមាន់ដែលទើបនឹងញាស់វាមិនទាន់ស៊ាំនឹងអាកាសធាតុខាងក្រៅបានទេអញ្ចឹងយើងត្រូវរៀបចំអំពូលកម្ដៅដើម្បីផ្ដល់កម្ដៅកូនមាន់របស់យើងបានគ្រប់គ្រាន់បាទកូនមាន់ដែលទើបនឹងញាស់ចាប់ពីមួយថ្ងៃរហូតដល់មួយអាទិត្យហ្នឹងគឺកម្ដៅដែលវាត្រូវការហ្នឹងគឺចន្លោះពី 32.5 ទៅដល់ 35 អង្សាសេអញ្ចឹងយើងត្រូវតែផ្ដល់អំពូលកម្ដៅឲ្យបានគ្រប់គ្រាន់ទៅដល់កូនមាន់របស់យើងព្រោះថាកូនមាន់ដែលយើងប្រើទូកញាស់ដើម្បីភ្ញាស់ហ្នឹងវាអត់មានមេសម្រាប់ផ្ដល់កម្ដៅទេអញ្ចឹងបើយើងអត់ផ្ដល់កម្ដៅវាបានគ្រប់គ្រាន់ទេអាចធ្វើកូនមាន់យើងហ្នឹងងាប់បានបាទអញ្ចឹងនេះគឺជាអំពូលសម្រាប់ផ្ដល់កម្ដៅដល់កូនមាន់ដែលខ្ញុំបាទធ្វើការកម្មង់ពីប្រទេសចិនមកហើយអំពូលនេះដែរគឺវាស៊ីភ្លើង100 វ៉ាត់វាអាចផ្ដល់កម្ដៅទៅដល់កូនមាន់ចន្លោះពី100 ក្បាលទៅ 200 ក្បាលបានហើយការផ្ដល់កម្ដៅរបស់វាហ្នឹងគឺផ្ដល់កម្ដៅបានល្អគឺវាសាយភាយជុំវិញទ្រុងតែម្ដងហើយបងប្អូនមិនអាចប្រើវាដោយតែឯងបានទេបើយើងប្រើវាតែឯងគឺវាស៊ីភ្លើងខ្លាំងណាស់អញ្ចឹងបងប្អូនត្រូវប្រើវាគួបផ្សំជាមួយនឹងអានេះគេហៅថា thermal controller គឺជាឧបករណ៍សម្រាប់កំណត់កម្ដៅយើងចង់កំណត់កម្ដៅត្រឹមណាគឺយើងប្រើឧបករណ៍នេះហើយគឺអាស្រ័យលើឧបករណ៍នេះហើយគឺ thermal controller ព្រោះថាកូនមាន់យើងមិនអាចផ្ដល់កម្ដៅវាខ្វះបានទេអញ្ចឹងដូចខ្ញុំបានជំរាបជូនបងប្អូនពីដើមទីហើយគឺថាកម្ដៅដែលកូនមាន់ត្រូវការគឺចន្លោះពី 32.5 ទៅ 35 អង្សាសេសម្រាប់កូនមាន់ដែលមានអាយុចាប់ពី1ថ្ងៃដល់1អាទិត្យអញ្ចឹងបើយើងប្រើតំពូលនឹងតែឯងគឺអំពូលនឹងវានឹងក្តៅវាលោតកម្ដៅរហូតដល់40 ឬ 50 អង្សាសេអញ្ចឹងអាចធ្វើកូនមាន់យើងងាប់អញ្ចឹងយើងត្រូវតែប្រើវាគប់ផ្សំជាមួយនឹងឧបករណ៍សម្រាប់កំណត់កម្ដៅហើយទីទៀតខ្ញុំនឹងរៀបរាប់ជូនបងប្អូនអំពីការប្រើប្រាស់ឧបករណ៍កំណត់កម្ដៅនេះហើយមួយទៀតគឺយើងត្រូវប្រើវាគប់ផ្សំជាមួយនឹងជើងអំពូលនេះគឺយើងត្រូវប្រើជើងអំពូលឲ្យធ្វើពីថ្មសម្រាប់ភ្ជាប់ជាមួយអំពូលនេះឯងបើយើងប្រើជើងអំពូលពីជ័រក៏បានដែរតែគ្រាន់ថាវាឆាប់ក្ដៅវាអាចនឹងលួយអញ្ចឹងបើយើងប្រើជើងអំពូលដែលធ្វើពីថ្មគឺវាអត់ងាយក្ដៅវាអត់ងាយលួយអញ្ចឹងយើងអាចប្រើប្រាស់ឲ្យបានយូរអាយុកាលវាវែងហើយសូមជម្រាបជូនបងប្អូនថាអំពូលនេះគឺអាយុកាលរបស់វាគឺវែងជាងអំពូលពងមាន់ធម្មតា5 ដងអញ្ចឹងយើងអាចប្រើវាបានយូរអញ្ចឹងឲ្យកុំឲ្យតែវាបែកគឺយើងអាចប្រើបានយូរតាមប្រើវាធម្មតាកុំឲ្យវាធ្លាក់មកអីយើងអាចប្រើបានយូរមែនទែនបាទអញ្ចឹងខ្ញុំនឹងជម្រាបជូនបងប្អូនពីរបៀបតអំពូលនេះដើម្បីប្រើប្រាស់បាទឥឡូវយើងមកមើលពីរបៀបប្រើប្រាស់នៃ thermal controller ហ្នឹងបាទ thermal controller ហ្នឹងវាមានជាខ្សែមួយពណ៌ខ្មៅនេះគឺហៅថាជាខ្សែ sensor បាទយើងលាវាសិនមកលាវាមានរបៀបរៀបរយសិនមកបាទខ្សែពណ៌ខ្មៅហើយមានជាដៃសណនឹងតិចមុខហ្នឹងគឺខ្សែ sensor ខ្សែ sensor នេះវាជាខ្សែសម្រាប់ស្ទង់កម្ដៅដូចជា thermometer អញ្ចឹងគឺវាស្ទង់កម្ដៅហើយនៅពេលដែលយើងប្រើប្រាស់វាគឺយើងចាំបាច់ត្រូវទៅដាក់sensor ហ្នឹងគឺនៅមុខអំពូលរបស់យើងហ្នឹងដើម្បីឲ្យវាដឹងថាអំពូលរបស់យើងក្ដៅប៉ុណ្ណាបើស្ទើរយើងដាក់វានៅផ្សេងហើយដាក់អំពូលនៅផ្សឹងអញ្ចឹងទោះជាកម្ដៅអំពូលរបស់យើងវាឡើងទៅដល់40 អង្សាសេក៏អា sensor ហ្នឹងក៏វាអត់ដឹងដែរអញ្ចឹងអាចធ្វើកូនមាន់របស់យើងនឹងងាប់ដោយសារតែយើងធ្វើប្រហែសនៅចំណុចនេះមួយអញ្ចឹងនៅពេលដែលបងប្អូនចាំបាច់បំផុតត្រូវតែដាក់អា sensor ហ្នឹងនៅមុខអំពូលសម្រាប់កម្ដៅកូនមាន់របស់យើងចំណិចបាទអញ្ចឹងហើយវាមានខ្សែ2ទៀតខ្សែ2ទៀតគឺខ្សែពណ៌លឿងហើយនិងពណ៌ក្រហមសម្រាប់ខ្សែពណ៌ក្រហមនេះគឺជាខ្សែសម្រាប់ឲ្យភ្លើងរត់ចូលមានន័យថាភ្លើង220រត់ចូលហើយអាខ្សែពណ៌លឿងនេះជាខ្សែសម្រាប់ឲ្យភ្លើងរត់ចេញគឺមានន័យថាភ្លើង220ចូលហើយភ្លើង220ចេញគឺវាចេញមានន័យថាគឺវាចេញទៅអំពូលគឺយើងតអាខ្សែពណ៌លឿងនេះទៅជាខ្សែទៅនឹងខ្សែអំពូលហើយខ្សែពណ៌ក្រហមនេះគឺខ្សែយើងតជាមួយនឹងដុយភ្លើងសម្រាប់យើងដោតនឹងព្រីភ្លើងដើម្បីឲ្យភ្លើងវាចូលអញ្ចឹងយើងត្រូវចាំឲ្យច្បាស់នៅចំណុចហ្នឹងគឺថាខ្សែពណ៌លឿងនេះគឺខ្សែតជាមួយនឹងអំពូលកម្ដៅកូនមាន់របស់យើងហ្នឹងហើយខ្សែពណ៌ក្រហមនេះគឺជាខ្សែតជាមួយនឹងខ្សែដុយដោតភ្លើងបាទ
បងប្អូនអាចយកខ្សែភ្លើងមកកណាត់មកយើងតភ្ជាប់វាឲ្យតជាប់មួយដូចបាទទីទៀតបងប្អូននឹងបានឃើញអស់គ្នាហើយអញ្ចឹងយើងគ្រាន់តែចាំចំណុចហ្នឹងទៅដើម្បីការពារកុំឲ្យមានការខូចខាតការតខុសទៅវាអាចឲ្យទាំង controller របស់យើងហ្នឹងវាខូចបាទឥឡូវយើងទៅតអស់គ្នាបាទឥឡូវខ្ញុំបានតរួចរាល់អស់ហើយឥឡូវនេះដូចខ្ញុំបានជម្រាបបងប្អូនអញ្ចឹងគឺថាខ្សែនេះគឺខ្សែពណ៌លឿងនេះបាទខ្សែពណ៌លឿងនេះគឺយើងតវាចេញមកជាមួយនឹងខ្សែអំពូលយើងតវាចឹងមកបងប្អូនអាចយកខ្សែភ្លើងខ្លីបានហើយមិនបាច់វែងពេកទេព្រោះថាអាខ្សែអំពូលនេះគឺជាខ្សែភ្លើងដែលយើងតម្លាក់ទៅក្នុងទ្រុងមាន់អញ្ចឹងខ្សែពណ៌លឿងនេះយើងតវាជាមួយនឹងអំពូលចឹងមកខ្សែតមួយអំពូលបាទហើយយើងទុកម្លាយសិនមកហើយនេះគឺខ្សែពណ៌ក្រហមខ្សែពណ៌ក្រហមនេះគឺជាខ្សែតមួយនឹងខ្សែភ្លើងអញ្ចឹងបន្ទាប់ពីយើងធ្វើការតវារួចរាល់អស់ហើយដូចខ្ញុំបានជម្រាបមិនអញ្ចឹងគឺថាអាខ្សែពណ៌ក្រហមយើងតមួយដូចភ្លើងចឹងមកយើងដាក់ខ្សែភ្លើងយ៉ាងវែងតិចមកព្រោះបើសិនទ្រុងមាន់យើងនៅចិត្តព្រីភ្លើងយើងអាចដាក់ខ្លីបានតែបើទ្រុងមាន់យើងនៅឆ្ងាយពីព្រីភ្លើងទេយើងតខ្សែវាវែងតិចមកបាទយើងតវាវែងចឹងមកហើយឥឡូវយើងចាប់ដើមសាកអំពូលយើងទាំងអស់គ្នាយើងចាប់ដើមមកយកអាដូចភ្លើងដោតជាមួយនឹងរឡូភ្លើងចឹងមកបាទឃើញថាអំពូលវាឆេះហើយអញ្ចឹងយើងសាកវាទាំងអស់គ្នាយើងសាកយកអា sensor ហ្នឹងយើងកំណត់វាសិនបាទសំទោសយើងកំណត់វាសិនអញ្ចឹងអាអំពូលឡើងអាដូចឡើងនេះអាព្រួញឡើងនេះគឺវាមានន័យថាយើងកំណត់ឲ្យកម្ដៅរបស់វាហ្នឹងវាឆេះត្រឹមប៉ុន្មានឧទាហរណ៍ថាយើងកំណត់ថាកម្ដៅដែលចុះក្រោម 32.5 វាត្រូវតែអំពូលភ្លើងត្រូវតែលូតឆេះឡើងវិញអញ្ចឹងយើងកំណត់អស់គ្នាមកយើងចុចវាជាប់មកហើយយើងកំណត់ទាំងអស់គ្នាបាទនេះខ្ញុំបានកំណត់រួចរាល់ហើយគឺថាអំពូលនេះបើវាលូតសីតុណ្ហភាពវាចុះក្រោម 32.5 អង្សាសេគឺអំពូលនេះវាត្រូវតែឆេះបាទហើយបើអំពូលនេះវាអញ្ចឹងយើងកំណត់វា 32.5 អង្សាសេបាទឲ្យវាឈប់លូតសិនមកអញ្ចឹងយើងចាប់ដើមកំណត់ទៀតព្រួញចុះនេះមានន័យថាអំពូលហ្នឹងវាលូតដល់កម្ដៅលើស35 អង្សាសេគឺអំពូលហ្នឹងវាត្រូវតែផ្ដាច់ដូចគ្នាអញ្ចឹងបាទនេះខ្ញុំបានកំណត់រួចរាល់ហើយអញ្ចឹងមានន័យថាបើអំពូលនេះវាលូតវាកម្ដៅវាលើសពី 35 អង្សាសេវាត្រូវតែលូតបាទអញ្ចឹងខ្ញុំនឹងតេស្តបងប្អូនមើលទាំងអស់គ្នាបាទឥឡូវបន្ទាប់ពីយើងធ្វើការ set វារួចរាល់អស់ហើយអញ្ចឹងយើងនឹងតេស្តមើលទាំងអស់គ្នាថាតើអំពូលហ្នឹងដើម្បីឲ្យវាឆេះវិញបានតើសីតុណ្ហភាពវាត្រូវតែប៉ុន្មានអញ្ចឹងឥឡូវខ្ញុំដាក់ទឹកបន្តិចមកឲ្យវានេះឲ្យវាចុះត្រជាក់បងប្អូនឃើញស្រាប់ហើយថាទាំង Remote Controller យើងវាចាប់ចុះត្រជាក់បាទឃើញថាកម្ដៅនៅពេលដែលវាចុះក្រោម 32 អង្សា 32.5 អង្សាសេគឺកម្ដៅវានឹងវានឹងលូតឆេះតែម្ដងបាទអញ្ចឹងយើងជូតអា sensor វាចេញតិចមកហើយឲ្យកម្ដៅវាលូតវាផ្ដាច់ចង់ដឹងថាវាផ្ដាច់ប្រមាណវិញព្រោះមិញយើង set វាត្រឹម 35 អង្សាសេបាទឃើញទេបងប្អូនកម្ដៅនៅពេលវាឡើងដល់ 37 អង្សាសេវានឹងផ្ដាច់ដោយខ្លួនឯងអញ្ចឹងមានន័យថាកូនមាន់របស់យើងវាសមស្របកម្ដៅដែលវាចាប់ពីញាស់រហូតដល់មួយអាទិត្យហ្នឹងគឺកម្ដៅដែលល្អបំផុតគឺចន្លោះពី 32.5 អង្សាសេទៅ35 អង្សាសេបាទអញ្ចឹងយើងកំណត់វាឲ្យរួចរាល់ចឹងមកកុំឲ្យក្ដៅពេកបើក្ដៅពេកអាចធ្វើកូនមាន់យើងងាប់ហើយបើត្រជាក់ពេកក៏អាចធ្វើងាប់បានដែរព្រោះថាវាផ្ដល់កម្ដៅកូនមាន់គ្រប់គ្រាន់បាទអញ្ចឹងបន្ទាប់ពីយើងធ្វើការរៀបចំអំពូលរួចរាល់អស់ហើយយើងចាប់ផ្ដើមទៅយកអំពូលរបស់យើងទៅរៀបចំនៅទ្រុងមាន់ទាំងអស់គ្នាបាទហើយបន្ទាប់ពីយើងធ្វើការរៀបចំដំឡើងអំពូលសម្រាប់កម្ដៅកូនមាន់របស់យើងរួចរាល់អស់ហើយយើងគ្រាន់តែយកវាមកដំឡើងនៅលើទ្រុងមាន់ដែលយើងរៀបចំជាស្រេចហើយទ្រុងរបស់យើងគ្រាន់តែធ្វើការហ៊ុំព័ទ្ធវាអញ្ចឹងមកដោយបាវចាស់បន្ទាប់ពីយើងបាវចំណីរបស់យើងហ្នឹងយើងយកវាមកវះសម្រាប់ហ៊ុំទ្រុងមាន់របស់យើងមកដើម្បីឲ្យវាផ្ដល់កម្ដៅបានល្អហើយសម្រាប់អំពូលភ្លើងរបស់យើងគឺយើងតម្លើងវាអញ្ចឹងមកហើយសម្រាប់ sensor ដែលបងប្អូនបានឃើញស្រាប់ហើយនោះគឺ sensor អាខ្សែខ្មៅគឺជា sensor ហ្នឹងហើយយើងត្រូវដាក់វានៅគៀកអំពូលអញ្ចឹងឥឡូវយើងដោតភ្លើងមកដើម្បីធ្វើយើងមើលថាវាផ្ដល់កម្ដៅកូនមាន់យើងបានអត់បាទឥឡូវគឺកម្ដៅវាគឺ 33.9 អញ្ចឹងបន្ទាប់ពីយើងដោតមកគឺយើងកូនមាន់ក្នុងទ្រុងកូនមាន់របស់យើងគឺកម្ដៅរបស់វាគឺ 33.9 វាឡើងដល់ 34.1 អញ្ចឹងគឺជាសីតុណ្ហភាពមួយដែលសមស្របសម្រាប់កូនមាន់យើងរស់នៅហើយបាទនេះគឺជាពេលថ្ងៃអញ្ចឹងសីតុណ្ហភាពវាអត់សូវចុះត្រជាក់ប៉ុន្មានទេអញ្ចឹងបើសិនទៅពេលយប់ភ្លើងហ្នឹងវានឹងលូតឆេះយូរដើម្បីឲ្យកម្ដៅក្នុងទ្រុងហ្នឹងវាសមស្របសម្រាប់កូនមាន់រស់នៅបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណដល់បងប្អូនទាំងអស់ដែលតែងតែតាមដានវីដេអូរបស់ខ្ញុំបាទ
ហើយសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ជាវនៅអំពូលភ្លើងនេះគឺសម្រាប់មួយឈុតនេះខ្ញុំបានលក់ជូនបងប្អូនតែ$12តែប៉ុណ្ណោះគឺមួយឈុតគឺវាមានជាទាំង microcontroller មួយហើយអំពូលភ្លើងមួយហើយនឹងក្បាលអំពូលនេះមួយផងដែរបាទគឺនេះគឺជាក្បាលអំពូលដែលធ្វើពីថ្មនេះមួយផងដែរបាទសូមអរគុណសូមគោរពលា